ស្ដីបងប្អូនទាំងអស់គ្នាចាសម្រាប់បងប្អូនដែលរស់នៅប្រទេសកូរ៉េខ្មែរ ID កាន់មុខក្រោយ passport សៀវភៅធនាគារនៅក្នុងស្រុកសំបុត្រកំណើតសៀវភៅគ្រួសារចាពាក់ព័ន្ធនឹងឯកសាររបស់យើងដែលរស់នៅប្រទេសកូរ៉េហ្នឹងសូមបងប្អូនទាំងអស់គ្នាថតទុកនៅក្នុងទូរស័ព្ទជាប្រចាំហើយវិធីថតបងប្អូនទាំងអស់គ្នាដឹងធ្វើម៉េចទេលាវាឲ្យត្រង់ដូចជា passport ឲ្យកាច់វាទៅក្រោយសិនឲ្យស្មើឲ្យដាក់នៅនឹងពុបហើយមុននឹងថតយកខំกระดาษជូតមាត់របស់យើងហ្នឹងមកជូតកាមេរ៉ាឲ្យស្អាតហើយបើវល់វាដាក់ពីលើឲ្យមើលឲ្យច្បាស់ហើយយើងថតទុកទៅហើយយើងទុកនៅក្នុងទូរស័ព្ទសរសេរចំណាំទុកកន្លែងណាដែលយើងងាយស្រួលនៅក្នុងការរកថ្ងៃក្រោយនៅពេលដែលយើងត្រូវការប្រើប្រាស់និយាយរួមទៅងាយស្រួលនៅក្នុងការរស់នៅអត់ពិបាកទេយកអូខេនេះគឺជាបទពិសោធន៍ដែលខ្ញុំចែករំលែកចង់ឲ្យបងប្អូនទាំងអស់គ្នាហ្នឹងគឺគាត់ងាយស្រួលនៅក្នុងការរស់នៅកុំឲ្យពិបាកនៅពេលដែលយើងបាត់ ID card ឬក៏យើងបាត់ឯកសារផ្សេងៗទៅយើងមាននៅក្នុងទូរស័ព្ទស្រាប់អញ្ចឹងណាបងប្អូនណាហើយមួយទៀតខ្ញុំសូមផ្ដាំទៅបងប្អូនទាំងអស់គ្នាថាបងប្អូនអ្នកដែលរស់នៅប្រទេសកូរ៉េគឺគាត់ត្រូវតែចាចងចាំចំណាំអាស័យដ្ឋានដែលយើងរស់នៅលេខទូរស័ព្ទនិងលេខអត្តសញ្ញាណប័ណ្ណ13តួដែលយើងប្រើប្រាស់នៅប្រទេសកូរ៉េហ្នឹងបងប្អូនទាំងអស់គ្នាចាំមិនច្បាស់ទៅអញ្ចឹងបងប្អូនទាំងអស់គ្នាងាយស្រួលនៅក្នុងការរស់នៅអត់មានជួបបញ្ហាថ្ងៃក្រោយនៅពេលដែលយើងត្រូវតាណាមកណាអីចឹងយើងឆែកទូរស័ព្ទខ្វាច់មានឆែកទូរស័ព្ទខ្វាច់មានអូខេអញ្ចឹងសង្ឃឹមទៅបងប្អូនទាំងអស់គ្នាកុំភ្លេចអនុវត្តទាំងអស់គ្នាណាបាយបាយជម្រាបលាសម្រាប់បងប្អូនត្រូវការសេវាកម្ម call ជាមួយអ្នកគ្រូក៏ចង់បានសេវាកម្ម100ចំពោះអូខេជម្រាបលា